តែងបកាមកបើសិនជាបងអត់ដឹងថាត្រូវធ្វើម្ហូបអីអាចសាកមកធ្វើជាមួយនឹងបកា upper នេះបានបើនិយាយពីរយៈពេលដែលយើងធ្វើវិញគឺអត់យូរទេតែមួយផ្លែតហ្នឹងគឺបានញ៉ាំហើយហើយក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញជាមួយនឹង technique ធ្វើទឹកជ្រលក់ដៃជ្រលក់ជាមួយនឹងបកាបែបនេះគឺត្រូវហ្មងត្រូវជាតិគ្នាមែនតែនហ្មងសាច់បកាវិញគឺយើងអប់មានកណត់នាទីអញ្ចឹងទៅធ្វើឲ្យសាច់បកានៅតែស្រស់ល្អចាប់ផ្ដើមដើរក្បាលវីដេអូហ្នឹងគឺខ្ញុំចាប់ផ្ដើមរៀបចំជាមួយនឹងគ្រឿងកាត់ចាប់ដែលយើងយកទៅអាប់ជាមួយនឹងបកាចឹងយើងមានជាមួយនឹងស្លឹកក្រូចខ្លះចឹងទៅគល់ជីបន្សុយមានម្ទេសមានខ្ទឹមក្រហមខ្ទឹមសយើងដាក់ដំលាយគ្នាចឹងណាហើយបើសិនជាចង់ដាក់ជាមួយនឹងគល់ស្លឹកគ្រៃមួយមុខទេក៏បានដែរនិយាយទៅគ្រឿងកាត់ឆ្អាបមានតែប្រហែលមុខហ្នឹងគឺធ្វើឲ្យបការបស់យើងគឺឈ្ងុយហ្មងពេលដែលចំហុយហើយយើងហាន់ជាចំណិតផ្ទះទូចបែបហ្នឹងអីចឹងទៅបន្ទាប់មកគឺយើងត្រូវលាវទៅលាងទឹកឲ្យស្អាតហើយបើផ្នែកស្លឹកជីបន្សុយនេះវិញគឺខ្ញុំទុកធ្វើនលក់ខ្លះហើយខ្ញុំយកទៅក្លុកជាមួយនឹងទឹកជ្រលក់ខ្លះចូលមកដល់វគ្គសម្អាតបកាវិញគឺយើងត្រូវយកវានឹងចេញឲ្យអស់អីចឹងណាមើលតែយកសម្អាតអីស្អាតអស់ហើយហ្នឹងបងគ្រាន់តែយកកត្រៃមកច្រឹបសម្អាតថែមបែបហ្នឹងចេះទៀតណាធ្វើស្អាតអញ្ចឹងទៅពេលញ៉ាំក៏ស្រួលដែរហើយយកទៅលាងទឹកសម្អាតពី3ទឹកហើយសំយកមកប្រឡាចាចំពោះការប្រឡាគ្រឿងគឺអត់ពិបាកទេបងចាក់ទឹកគ្រឿងកាត់ឆ្អាបយើងហាន់មិញហ្នឹងហើយចូលអញ្ចឹងមកតមកគឺយើងដាក់គ្រឿងផ្សំចូលមានជាមួយនឹងម្ទេសហុយបន្តិចខ្ញុំដាក់គ្រាន់តែយកពណ៌យកក្លិនទេម្សៅស៊ុបមួយស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករសកន្លះស្លាបព្រាបាយទឹកប្រេងខ្យងវិញដាក់មួយស្លាបព្រាបាយក៏បានឬក៏មួយស្លាបព្រាបាយកន្លះក៏បានទឹកដោះគោគឺខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាបាយចុងក្រោយគឺយើងគ្រាន់តែបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់មួយស្លាបព្រាកាហ្វេទៅគឺជាការស្រេចហើយយើងប្រឡាក់សាច់ប្រឡាក់បកាហ្នឹងឲ្យច្របល់ចូលជាមួយនឹងគ្រឿងរបស់យើងក៏ផ្អាប់ចោលរយៈពេល5នាទីសិនណាពេលបការបស់យើងហ្នឹងគឺចូលជាតិជាមួយនឹងគ្រឿងបានល្អឡើងពេលយើងផ្អាប់សាច់បកាចោលហ្នឹងគឺយើងមកចាប់ផ្ដើមធ្វើជាមួយនឹងទឹកជ្រលក់ហ្នឹងគឺខ្ញុំដាក់ខ្ទឹមសបកសម្បកខ្លះអត់ខ្លះដាក់ម្ទេសតាមចំណង់ចំណូលចិត្តហើយដាក់ជីបន្សុយយើងចូលស្លឹកជីបន្សុយហ្នឹងហើយដាក់ស្ករសចំនួន3ស្លាបព្រាបាយចេងមួយស្លាបព្រាកាហ្វេថែមជាមួយនឹងម្សៅស៊ុបរបស់យើងហ្នឹងគឺកន្លះស្លាបព្រាបាយដោះគោខាប់វិញគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយចុងក្រោយហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងទឹកម៉ាញ៉ាណេសហ្នឹងកន្លះស្លាបព្រាបាយហើយយើងក៏ច្របាច់ក្រូចឆ្មាចូលប្រហែលជាខ្ទង់ខ្ញុំច្របាច់មួយផ្លែជាងបងជួរល្មមយើងយកទៅក្លុកជាមួយនឹងម៉ាស៊ីនបើសិនជាអត់មានទេគឺបងអាចបុកដៃក៏បានដែរតែក្លុកម៉ាស៊ីនចេះទៅគឺវាម៉ត់ល្អហើយវាចូលជាតិជាងក្លុកមើលតែម៉ត់ល្មមទៅបានហើយមិនបាច់ម៉ត់ខៃពេកទេណាបងមកល្មមមកបានទេទឹកជ្រលក់មួយមុខនេះដែរគឺខ្ញុំអត់បានប្រើជាមួយនឹងទឹកត្រីទេចឹងទៅធ្វើឲ្យកំហាប់ទឹកជ្រលក់របស់ខ្ញុំគឺខាប់ល្អជ្រលក់ជាមួយនឹងបកាគឺត្រូវហ្មងគឺជាប់បកាចូលជាតិបដ ចូលមកដល់វាអបកាវិញគឺយើងគ្រាន់តែដាក់ជាមួយនឹងប៊ឺសាបរបស់យើងយើងដាក់ចូលប្រហែលជាចិត្តមួយស្លាបព្រាបាយហើយយើងកូរឲ្យរលាយចាក់បការបស់យើងចូលហើយកូរពី3ត្រឡប់បងគ្រាន់តែគ្របរយៈពេល4នាទីទៅបានហើយចំពោះការអបកាគឺខ្ញុំកំណត់ម៉ោងបែបហ្នឹងគឺខ្ញុំកំណត់តែ4នាទីគឺខ្ញុំលើកចាញ់ខ្ញុំមិនឲ្យលើសនឹងទេបកាកាលណាបងអបរៀងយូរពេកទៅធ្វើឲ្យស្វិតសាច់បកាគឺឡើងមានអត់ឆ្ងាញ់អញ្ចឹងផ្នែកបន្លែគឺខ្ញុំមាន4 5មុខនឹងឯងបងចូលចិត្តដាក់បន្លែអីដាក់នឹងអញ្ចឹងណាតែបន្លែដែលត្រូវជាងគេគឺមានតែសាឡាត់ស្រួយការ៉ុតទៅសក់ស្ពៃបុកគោអីអញ្ចឹងណាចិតឲ្យស្អាតលាងសម្អាតឲ្យស្អាតហើយគឺយើងត្រៀមបែបហ្នឹងមកបងហើយគឺកាន់តែតំណងទៅធ្វើឲ្យម្ហូបរបស់យើងមួយចានហ្នឹងគឺឃើញហើយចង់ញ៉ាំតែម្ដងសាច់បការបស់យើងវិញយើងអប់រយៈពេល4នាទីហ្នឹងហើយគឺសាច់នៅតែធំអត់ស្វិតល្មួតទេបងតានីហ្មងពេលដែលញ៉ាំមកយើងផ្ទាប់បន្លែបន្តិចនោះបន្តិចអីអញ្ចឹងណាហើយដាក់សាច់បកាចូលដាក់ជាមួយនឹងទឹកជ្រលក់និយាយទៅញ៉ាំមួយម៉ាត់ណាក៏ខ្ទិះដែរបងប្អូនហើយសាច់បការបស់យើងលូឡើងផ្អែមហ្មងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ